ដឹងថាហេតុអ្វីបានជាអ្នកមានអារម្មណ៍ថាខ្លួនឯងមិនគ្រប់គ្រាន់អត់ស្ដាប់ខ្ញុំតិចអ្នកតែងតែឆែកមើលសារថាមានអ្នកណាគេឆាតមកអត់អ្នកតែងតែព្យាយាមបញ្ចេញនូវអារម្មណ៍ទាំងអនឡាញក្តីទាំងនៅពេលដែលជួបជាមួយនឹងមិត្តភ័ក្តិនៅខាងក្រៅក្តីអ្នកក៏តែងតែចង់ឲ្យអ្នកដទៃចាប់អារម្មណ៍មកលើអ្វីដែលអ្នកកំពុងតែធ្វើគេហៅវាថាការញៀនជាមួយនឹងចំណាប់អារម្មណ៍ attention addiction មនុស្សដែលចង់បានចំណាប់អារម្មណ៍មិនមែនអាក្រក់ទេមែនទៅពួកគាត់ក៏ជាជនរងគ្រោះដែរពួកគាត់បានបណ្ដោយឲ្យខ្លួនឯងធ្លាក់ចូលទៅក្នុងស្ថានភាពមួយដែលគុណតម្លៃនៃជីវិតរបស់គាត់នឹងគឺរស់នៅតតែមានឬក៏ទទួលបាននៅចំណាប់អារម្មណ៍ពីអ្នកដទៃអញ្ចឹងហើយបានជាអ្នកតែងតែមានអារម្មណ៍ថាមិនគ្រប់គ្រាន់ព្រោះថាចំណាប់អារម្មណ៍របស់អ្នកដទៃមិនមែនជាក្តីស្រឡាញ់ទេពួកយើងតែងតែដេញចាប់វាតែដល់ពេលយូរទៅយើងនឹងយល់ហើយថាបើទោះបីជាគេចាប់អារម្មណ៍អ្នកប៉ុណ្ណាក៏ដោយក៏អ្នកនៅតែមានអារម្មណ៍ថាអត់គ្រប់គ្រាន់ដែរអ្វីដែលអ្នកខ្វះខាតនោះគឺក្តីស្រឡាញ់និងការយកចិត្តទុកដាក់ពីខ្លួនឯងនិងមនុស្សដែលអ្នកស្រឡាញ់ពិតប្រាកដមិនមែនចំណាប់អារម្មណ៍ពីមហាជនទេ Go check our YouTube channel for more content. Thank you.